Bạn chấm riệp xuống để từng ọc ní.នៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញទាក់ទងជាមួយនឹង Excel ដែលមាន4ចំណុចដែលនឹងយកមកបង្ហាញអ្នកទាំងអស់គ្នាដែលចំណុចទី1ហ្នឹងគឺគណនាប្រាក់សរុប total price សម្រាប់ទំនិញនីមួយៗអញ្ចឹងដើម្បីគណនាយើងប្រើរូបមន្តស្មើបរិមាណគុណជាមួយនឹងតម្លៃក្នុងមួយឯកតាអញ្ចឹង enter អូខេបន្ទាប់មកយើងធ្វើការអូសរ៉ាងវានឹងគណនាឲ្យយើងអូតូអូខេអញ្ចឹងសំណួរទី1បញ្ចប់សំណួរទី2គណនាទឹកប្រាក់សរុប total grant សម្រាប់ទំនិញទាំងអស់អញ្ចឹងទឹកប្រាក់សរុបទាំងអស់មានន័យថាយើងប្រើរូបមន្ត sum អញ្ចឹងធ្វើការអូសរ៉ាងបិទវងកញ្ចក់ enter អូខេអញ្ចឹងសំណួរទី2បានបញ្ចប់សំណួរទី3រកទឹកប្រាក់សរុប sub total លើទំនិញទាំងអស់ដែលគិតជាដុល្លារបង្កត់មានន័យថាបើមានកន្ទុយគឺយើងបង្កត់អញ្ចឹងដើម្បីរកជាទឹកប្រាក់ដុល្លារយើងមាន rate 1ដុល្លារស្មើជាមួយនឹង 4,100 រៀលអូខេអញ្ចឹងយើងប្រើរូបមន្ត in រូបមន្ត in គឺយើងប្រើសម្រាប់បង្កត់ in វងកញ្ចក់មកទឹកប្រាក់សរុបចែកជាមួយនឹង rate 1ដុល្លារស្មើនឹង 1,400 4,100 អូខេបិទវងកញ្ចក់វិញមក enter អូខេអញ្ចឹងយើងអត់មានកន្ទុយទេព្រោះវាប្រកួតហើយ00បន្ទាប់មកព្រោះនេះយើងទូទៅយើងរកនៅពេលដែលយើងទិញអីវ៉ាន់ទៅយើងអាប់លុយឲ្យអញ្ចឹងយើងអត់មានជាលុយដុល្លារមក0ចុចទេអញ្ចឹងយើងប្រើរូបមន្តហ្នឹងហើយនៅសល់កន្ទុយទៀតគឺយើងប្រើរូបមន្តមួយទៀតនេះកន្ទុយគឺយើងរករូបមន្តនេះយើងរកសំណួរនេះរកទឹកប្រាក់ដែលនៅសល់គិតជាលុយរៀលអញ្ចឹងប្រាក់ដែលនៅសល់ក្នុងចំណោមលុយនេះវាស្មើប្រមាណអញ្ចឹងយើងប្រើរូបមន្ត MOD mode ទឹកប្រាក់នេះមកហើយក្បៀស1 4,100 enter អញ្ចឹងទឹកប្រាក់ដែលយើងនៅសល់គឺ1,900 រៀលអញ្ចឹងវាអត់មានបើវាបាន 4,000 វាបាន1រៀលនៅលើនេះបើតែវាអត់ដល់ 4,000 ទេវាគិតជាលុយខ្មែរឲ្យយើងអូខេអញ្ចឹងសំណួរយើងបានបញ្ចប់អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងសូមអរគុណ